ដំណើរកំសាន្តទៅកោះស្ដេចពីយប់3ថ្ងៃហើយក៏ជាលើកទី1របស់នេះខ្ញុំដែរបងប្អូនចាហើយជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះពួកយើងបានចេញដំណើរពីផ្ទះមកហើយជាខ្ទង់ម៉ោង4ជាងបងប្អូនចាថាជិះផ្លូវលឿនលឿនប៉ុន្តែដោយសារតឡានមានបញ្ហាល្អល្អទេចាតែមិនមែនឡានខ្ញុំទេគឺជាឡានប្អូនថ្លៃរបស់នេះខ្ញុំចាឥឡូវក៏បានបត់មកផ្លូវជាតិលេខ4ហើយក៏ឆ្លៀតចូលសោះស្រូបអាហារពេលព្រឹកនឹងឲ្យជាងគាត់ឆែកមើលឡានតិចផងចាហ្នឹងហើយក៏បន្តដំណើរទៅមុខទៀតបងប្អូនហ្នឹងហើយឥឡូវនេះដែរពួកយើងក៏បានឈានមកដល់កន្លែងយើងម៉ៅពេជ្រនិលបងប្អូនចាក៏ចុះពីលើឡានទៅឲ្យធូបស្ពះបែបនស្រន់សុំក្តីសុខសប្បាយអញ្ចឹងណាពេលដែលយើងធ្វើដំណើរធម្មតាឲ្យទៅមកដល់កន្លែងហ្នឹងគឺអត់ដែលម្លងពីយាយម៉ៅនឹងត្មងបងប្អូនចាពីយើងទិញផ្លែឈើទិញអីដាក់ថ្វាយយាយម៉ៅហើយយើងឲ្យធុបបានស្រន់អីបន្តិចទៅក៏យើងបន្តដំណើរទៅមុខទៀតណាបងប្អូនចាទៅឲ្យតែមកដល់កន្លែងដុំយាយម៉ៅហ្នឹងគឺចូលចិត្តមើលទេសភាពស្អាតដល់បងប្អូនអើយឆ្លុកវែងហ្មងណាមើលទេសភាពតាមដងផ្លូវព្រៃព្រឹក្សាអញ្ចឹងណាបងប្អូនជាពិសេសព្រៃភ្នំតែម្ដងក៏ចូលចិត្តដែរបងប្អូនហើយឥឡូវគឺពួកយើងបានមកដល់កំពង់ផែកោះកុងហើយបងប្អូនចានឹងត្រៀមឆ្លងទូកទៅកោះស្ដេចជារួមទៅមិនជិះយូរអីប្រហែលទេបងប្អូនចាឆ្លងពីផែហ្នឹងទៅដល់កោះស្ដេចពីរយៈពេលប្រហែលជា10នាទីអីចិត្តដែរបងប្អូនចាប៉ុន្តែទុកបើកយឺតដែរណាបងប្អូនបើសិនជាបើកលឿនប្រហែលជាអាចទៅដល់មុននឹងទៀតបងប្អូនអើយឥឡូវពួកយើងបានចេញដំណើរមកហើយបងប្អូនចាហើយនិយាយពីថាជិះទុកបដាកយគុណមើលទេសភាពនិយាយរួមទៅឆ្លុកវែងនឹងទេសភាពស្រុកគេត្មងណាបងប្អូនណាស្រុកគេស្រុកយើងហ្នឹងហើយអានេះជាទស្សនៈដែលយើងត្រូវចូលទៅគេណាបងប្អូនចាមើលទៅស្អាតជាប់ភ្នែកតែម្ដងហើយទីកន្លែងក៏ល្វឹងល្វើយល្ងាចឡើងទៅជាក់លហឹមតែហ្មងបងប្អូនអើយអង្គុយកៅអីញ៉ាំអាហារញ៉ាំអីជុំគ្នាអញ្ចឹងនិយាយពីថាខ្យល់អាកាសបរិសុទ្ធហ្មងរ៉ូមែនទិកហ្មងនិយាយថាមកចេះក៏អរគុណបងប្អូនថ្លៃដែរគាត់បបួលមកដល់លេងគាត់ផេមកចប់អញ្ចឹងណាបងប្អូនចាគឺនិយាយរួមទៅគាត់ចំណាយអស់ច្រើនដែរហ្នឹងហើយក៏សប្បាយចិត្តដែរដែលបានមកកន្លែងនេះលើកទី1អញ្ចឹង happy តែម្ដងបងប្អូនហើយនេះឥឡូវក៏បានឈានមកដល់ចូលដល់ក្នុងទស្សនៈគេបងប្អូនកន្លែងគេស្អាតគឺអែមតែម្ដងចាតម្លៃគួរសមបងប្អូនគឺអាចទទួលយកបានណាបងប្អូនហ្នឹងហើយមិនថ្លៃពេកក៏មិនថោកពេកដែរនិយាយរួមទៅតម្លៃប៉ុណ្ណឹងគេគ្នា4-5នាក់គឺមកល្មមបងប្អូនចាក្រែ2ក្រែ3ហ្នឹងបងប្អូនចាបន្ទាប់មកពួកយើងបានទុកអាវ៉ាន់រួចហើយក៏បន្តដំណើរមកមុខទៀតដើម្បីទៅរកអីញ៉ាំដោយសារតែឥឡូវនេះគឺម៉ោងប្រហែលជាចិត្ត1ឯងបងប្អូនចាចិត្ត1ឯងចូល1ឯងបងប្អូនហ្នឹងហើយនិយាយពីថាតម្រាំដើររកកន្លែងញ៉ាំឃើញចូលចង់2គីឡូដីបងប្អូនចាដើរឡើងអស់ជើងហើយថ្ងៃឡើងក្តៅហែងធម្មតាដល់លើកោះបងប្អូនចាគឺក្តៅខ្លាំងហ្នឹងហើយមកដល់ក៏លេងដាក់យកតែម្ដងអត់បានថតបានអីទេបងប្អូនចាគឺសល់មួយចាននេះគឺចុងក្រោយបានថតហើយបងប្អូនបានមើលតែបន្តិចទេឥឡូវហ្នឹងក៏ឆ្លៀត selfie មកប៉ុស្តិ៍នឹងបន្តដំណើរទៅមុខទៀតហើយវីដេអូនេះក៏កាត់មកដល់ពេលល្ងាចបងប្អូនចាគឺពួកយើងបានជួលកង់គេម្នាក់មួយអញ្ចឹងទៅជិះឌុបគ្នាកង់1 2នាក់អញ្ចឹងណាជិះដើរមើលទេសភាពស្រុកគេនឹងថាវាយ៉ាងម៉េចអញ្ចឹងណាតែមើលទៅប្រជាជននៅម្ដុំនេះគឺមានមុខរបរគឺរៀងខ្លួនតែម្ដងបងប្អូនចាមិនថាផ្ទះណាទេគឺមានមុខរបរលក់ដូរទាំងអស់គ្នាតែម្ដងឥឡូវនេះគឺមកដល់ដងស័ក្តិសិទ្ធិហើយបងប្អូនចាដងទឹកដែលមិនចេះរីងណាបងប្អូនហ្នឹងហើយអ្នកស្រុកគេហ្នឹងគេឲ្យយើងឡើងទៅអុជធូបបែបនស្រន់អីចឹងណាយើងនិយាយទៅសុំក្តីសុខសប្បាយអីចឹងណាបងប្អូនហ្នឹងហើយឥឡូវនេះកាត់មកដល់កន្លែងនេះហើយបងប្អូនចាពួកយើងបន្តដំណើរមកកោះស្ដេចរីសតដើម្បីចូលទៅថតរូបអីឬក៏មានអ្នកណាគេចង់មុជទឹកមុជអីក៏មុជទៅកន្លែងនេះគឺចូលអស់ម្នាក់$2បងប្អូនចាហើយបើនិយាយពីកន្លែងគេនេះវិញគឺណាយលយណាបងប្អូនហើយគឺស្អាតមើលទៅស្រឡះភ្នែកជាប់ភ្នែកតែម្ដងណាបងប្អូនចាប៉ុន្តែនិយាយពីថាមកដល់កន្លែងហ្នឹងគឺអារម្មណ៍សោះស្រាយតែម្ដងបងប្អូនហើយគឺសប្បាយចិត្តខ្លាំងដល់ពេលបានឃើញទេសភាព view ស្អាតអញ្ចឹងណាបងប្អូនអើយនិយាយពីខ្វះក៏ថតចុចយកឡើងណែនទូរស័ព្ទចង់ផ្ទុះឲ្យបងប្អូនចាឥឡូវបកមកដល់កន្លែងនេះហើយគឺជិះមករកទិញគ្រឿងសមុទ្រដើម្បីយកទៅធ្វើម្ហូបពេលល្ងាចចឹងយើងអាំងញ៉ាំជុំគ្នាអញ្ចឹងណាបងប្អូនចាហើយស្មាននេះគឺអត់សូវជាមានគ្រឿងសមុទ្រទេបងប្អូនអាចជាពេលព្រឹកអីអញ្ចឹងណាពេលគេលើកឡើងមកវាពេលព្រឹកបានសបោតែបើស្មាននេះគឺអត់សូវសបោទេបងប្អូនចាគឺស្រស់គឺមានតែក្តាមហើយត្រីទេសម្រាប់បង្គាហើយនឹងមឹកវិញគឺងាប់អេតិអស់ហើយបងប្អូនអើយហ្នឹងហើយនេះជាត្រីតុកែបងប្អូនចា
អូនថ្លៃខ្ញុំក៏ទិញមួយចាហ្នឹងហើយហើយសម្រាប់គ្រឿងសមុទ្រអស់នេះដែរគឺអត់បានយកទៅអីច្រើនទេបងប្អូនចារិសាតាយើងអត់សូវជាចូលចិត្តអញ្ចឹងបងថ្លៃក៏ទិញក្តាមច្រើនប្រហែលជា2-3គីឡូអញ្ចឹងយកទៅដាក់អាំងអញ្ចឹងណាបងប្អូនសាច់ក្តាមគឺញ៉ាំអត់ចេះធុញដូចមឹកហើយនឹងបាគាទេបងប្អូនចាញ៉ាំប្រហែលក៏អត់ចេះធុញដែរហ្នឹងហើយឥឡូវនេះដែរគឺបានមកដល់វគ្គញ៉ាំអាហារជុំគ្នាហើយបងប្អូនចាហើយនិយាយពីថាទេសភាពវិញអើយបងប្អូនអើយលះហើយហ្មងតិចឡើងលហឹមចាឥឡូវក៏មកដល់ព្រឹកឡើងហើយបងប្អូនរៀបចំស្លៀកពាក់រងចាំទូកគេមកយកទេបងប្អូនរៀបចំទៅស្ទូចថៃនិយាយពីថាទៅស្ទូចត្រីដំបូងឡើយគឺសប្បាយចិត្ត very happy តែម្ដងបងប្អូនតែជាក់ស្ដែងទៅដល់កដាលទឹកដំបូងឡើយគឺអត់ពោលទេបងប្អូនស្រាប់តែនៅយូរទៅអើយវិលទៅលមូលចង់ក្អួតបន្តិចតែបើបងថ្លៃខ្ញុំគឺចាក់បាញ់ឆៅចង់700ដងហើយបងប្អូនអើយនិយាយពីថាហើយបើបងថ្លៃប្រុសវិញគាត់ថាក្អួតតែម្ដងវាលេងអីតើមានណាអ្នកនិយាយនឹងក្អួតដល់ប្រមាណដងក្អួតយកមានអីមាននៅកើតណាអ្នកនៅកើតគឺនៅបន្តអ្នកនៅមិនកើតគឺត្រឡប់ទៅផ្ទះវិញបងប្អូនដេកស្អាតទៅដល់នោះមិនត្រឹមតែវិលលើទូកទៅដល់បន្ទប់វិលលើបន្ទប់ទៀតបងប្អូនដេកទៅដូចឃ្លីងឃ្លោងដូចក្នុងទឹកចឹងអារម្មណ៍នៅតែលើទូកហ្មងបងប្អូននេះមើលហើយអ្នកពលទូកដេកឡើងចងាងអស់លេងហើយបងប្អូនអើយនោះអើយនិយាយពីថាអស់សុបាយលេងអត់បានទៅមើលផ្កាថ្មមើលអីទេគឺត្រឡប់ទៅផ្ទះវិញដេកស្អាតនឹងតែម្ដងបងប្អូនអើយស្ដាយនោះស្ដាយនិយាយថាមកម្ដងអត់បានទៅមើលផ្កាថ្មអញ្ចឹងអត់អស់ចិត្តទេបងប្អូនហើយបងថ្លៃខ្ញុំចំតិតក្អួតទៅហ្នឹងហើយឥឡូវបកមកដល់ពេលល្ងាចទេបងប្អូនចានេះជាត្រីតកែយើងចំហុយដាក់ចំហុយអញ្ចឹងណាបងប្អូនចានេះជាត្រីដែលយើងស្ទូចបានប្រហែលជាជាង10គីឡូដែរបងប្អូនអើយនេះយកមកបំពងហើយយើងឲ្យគេធ្វើទឹកត្រី7ទុំឆ្ងាញ់បងប្អូនសាច់ឡើងផ្អែមហ្មងឥឡូវមកដល់ព្រឹកឡើងពួកយើងរៀបចំឲ្យវ៉ាវ៉ាន់ឡើងទៅចេញទៅវិញហើយបងប្អូនចាតែរងចាំទុកគេមកយករៀងយូរតិចដែរណាហ្នឹងហើយឥឡូវនេះទុកគឺមកដល់ហើយយើងចាប់ដើមចេញទៅវិញបងប្អូនចាបន្តដំណើរទៅមកកន្លែងទៀតគឺឆ្នេរនេសាទបងប្អូនថាឆ្នេរនេសាទហ្នឹងដែរគឺជាលើកទី1ហើយបងប្អូនដែលបានទៅឆ្នេរនេសាទហ្នឹងហើយបើនិយាយពីគ្រឿងសមុទ្រគេវិញនិយាយថាធូរថ្លៃបងប្អូនហើយស្រស់ទៀតផងប៉ុន្តែនិយាយរួមទៅសម្រាប់ក្តាមហើយនឹងអីផ្សេងគឺស្រស់តែបើថាមឹកវិញអត់សូវស្រស់ទេបងប្អូនដោយសារតែគាត់រតាំងពីផឹកមកអញ្ចឹងណាហើយយើងទៅមកទៅដល់វាថ្ងៃយើងជ្រេដែរអញ្ចឹងវាងាប់ពីយូរដែរអញ្ចឹងណាបងប្អូនតែអីទេនៅតែអាចញ៉ាំបានធម្មតាអញ្ចឹងណាបងប្អូនចាឥឡូវនេះពួកយើងបានមកដល់កន្លែងអង្គុយលេងនៅកញ្ចុះគេបងប្អូនចឹងហើយក៏ឆ្លៀតថតរូបដើម្បីយកមកបង្ហាញជូនបងប្អូនបានទស្សនាមើលពីទស្សនភាពឆ្នេរនេសាទអញ្ចឹងណាបងប្អូនចាអ្នកណាខ្លះអត់បានមកតែសម្រាប់ខ្ញុំគឺបានមកលើកទី1ហើយបងប្អូនចាមកអង្គុយញ៉ាំអាហារនៅលើកញ្ចុះគេហ្នឹងបងប្អូនមាននិយាយរួមទៅយើងអាចកំងគេបានឬក៏យើងអាចមានពីផ្ទះមកយើងអាចដាក់ញ៉ាំបានយើងជួលកញ្ចុះគេអញ្ចឹងណាបងប្អូនចាឥឡូវឆ្លៀតថត selfie មកប៉ុស្តិ៍មុននឹងឡើងឡានទៅវិញបងប្អូនចាធ្វើដំណើរចេញទៅវិញហើយមកដល់ផ្លូវបំបែកទៅកំពង់សោមបងប្អូនចាឆ្លៀតចូលកន្លែងហាងគេលក់ចំហួយដូងបងប្អូនហ្នឹងហើយវីដេអូរបស់នេះខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ដែរបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាជម្រាបលាបាយបាយ